ការដែលមានចិត្តសប្បុរសធម៌នោះគឺអាចឈ្នះនៅអំពើអាក្រក់និងធ្វើឲ្យវិញ្ញាណរបស់អ្នកមិនវង្វេងនៅពេលដែលបែកកាយចេញពីលោកនេះទៅនឹងធ្វើឲ្យវិញ្ញាណរបស់អ្នកបានទៅកាន់សុគតិភពផងដែរដូច្នេះអ្នករាល់គ្នាត្រូវគោរពទូនាទីរបស់ខ្លួនព្យាយាមធ្វើនៅអំពើល្អគ្រប់បែបយ៉ាងនិងធ្វើឲ្យបានល្អបំផុតទាន់ខ្លួននឹងមានឱកាសដែលអាចធ្វើបាននៅពេលដែលអ្នកបានធ្វើអំពើល្អហើយនោះផលល្អនឹងអាចនាំមកឲ្យអ្នកវិញនៅថ្ងៃណាមួយជាមិនខានទេគឺត្រូវតែមើលថែមាតាបិតារបស់ខ្លួននិងស្វាមីរបស់ខ្លួនបុត្រធីតារបស់ខ្លួននិងសាច់សាលោហិតដែលរស់នៅជាមួយអ្នកមិនត្រូវរស់នៅក្នុងជីវិតដែលមានភាពអាត្មានិយមទ្រព្យសម្បត្តិមាសប្រាក់សេចក្តីសុខត្រូវចែករំលែកដល់ជនទុរគតគឺមិនត្រូវមានគំនិតប្រមាថមើលងាយដល់អ្នកដែលមានឋានៈតូចទាបដែលមានការរស់នៅលំបាកជាងខ្លួននោះទេហើយមិនថាពេលណាពេលដែលបានជួបនឹងព្រះសង្ឃគឺត្រូវតែសម្ដែងការគោរពចំពោះអ្នកដែលមានសិលមិនត្រូវលើកដំកើងអំពីឋានៈរបស់ខ្លួនដោយភ្លេចអំពីគុណធម៌របស់ខ្លួនឡើយនៅពេលនោះអ្នកប្រកាសជាអាចទទួលបាននូវបទពិសោធន៍និងសន្តិភាពយ៉ាងល្អបំផុតគឺទុកនៅក្នុងចិត្តរបស់យើងផងដែរគឺប្រៀបដូចជាយើងកំពុងតែភ្ញាក់ពីព្រលឹមជួបនឹងជីវិតថ្មីនិងអ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃវាពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្សលោកគ្រប់គ្នាមនុស្សលោកបានបំភ្លេចការរស់នៅជាមួយនឹងវិញ្ញាណរបស់អ្នកមានគុណមនុស្សលោកកំពុងតែទ្រាំនៅក្នុងចិត្តជាមួយនឹងទ្រព្យសម្បត្តិដែលពួកគេបានសម្រេចពួកគេបានទទួលផ្លែផ្កាជាមួយនឹងវិយោគង្គីមេឃីយើងមិនបានបង្កើតអ្វីទាំងអស់នោះទេយើងគួរតែមានអារម្មណ៍ដឹងគុណចំពោះរបស់ទាំងអស់នេះដែលយើងមានចូលស្រឡាញ់ជីវិតរបស់អ្នកជាមួយនឹងវិញ្ញាណរបស់អ្នកមានគុណហើយត្រូវអរគុណចំពោះអ្វីដែលអ្នកបានយល់បើមិនមានហេតុផលទេយើងក៏មិនអាចដឹងពីអ្វីបានដែរត្រូវដឹងគុណចំពោះសុខុមាលភាពរបស់យើងហើយបើសិនជាយើងមានអារម្មណ៍ដឹងគុណនោះយើងមិនបានស្លាប់នោះទេនៅពេលដែលយើងរស់នៅជាមួយនឹងអារម្មណ៍នៃការដឹងគុណពេលនោះយើងប្រកាសជាមានសុភមភាពរបស់ជីវិតយើងជាក់ជាមិនខានទេ